កូនស្រីកូនដឹងតែស្រីណាមិនយកប្តីអ្នកភូមិគេចោទថាចង្រៃដែរទេតែនេះគឺជាការគិតរបស់អ្នកភូមិទេគ្រាន់តែមិនតន់យកប្តីគ្មានអ្វីធ្វើឲ្យចង្រៃទេប៉ុស្តែទេវតាដាក់ទោសអ្នកភូមិដោយសារនាងម៉ារីណែតមិនខានទេគឺនាងជាស្រីចង្រៃនាងជាស្រីមិនព្រមយកប្តីតែអាចដុតនាងនេះបានហើយនៅខ្ញុំស្អប់ស្រីនេះណាស់ខ្ញុំរឿងបំណងប្រាថ្នាខុសគេអ្នកភូមិមួយដែលមានពតជុំវិញទៅដោយវាលស្រែដែលកន្ទុយភ្នែកដែលមានអ្នកភូមិរស់នៅជាច្រើនពួកគេមានដីចម្ការតែពួកគេគ្មានជីវភាពធូរធារទេពុកម៉ែកំពុងទៅចម្ការទៀតហើយមែនទេអស់ពីស្រែគឺជាការអស់ពីចការគឺស្រែនឹងណាកូនម្ដាយម៉ែពុកតើគ្រួសារយើងនឹងមិនធ្វើអ្វីផ្សេងទេមែនទេតើទៅធ្វើស្អីទៅកូនពុកកើតមកអ្នកភូមិអ្នកស្រុកគេធ្វើតែស្រែចម្ការប៉ុណ្ណឹងឯងគឺកូនចង់ថែការរស់ស៊ីដូចជាការជួញដូរឬការស្គាល់ពិភពខាងក្រៅនោះអីពុកកូនស្រីអ្នកភូមិតចំនួនមកគឺគ្មានធ្វើអីខុសពីនឹងទេតែពុកភូមិយើងមានស្រែមែនហើយតែគ្មានបានផលហើយជីវភាពក៏មិនធូរធារដែរហើយតើមានកម្រិតណាទៅកូនម៉ែមានស្រូវអង្គមហូបគឺរាប់ថាមានបានហើយណាកូនស្រីម្នាក់គឺសតតែមានហើយតើកូនពុកថាកូនគិតច្រើនពេកហើយកូនស្រីកុំគិតអីចម្លែកទៀតណាឮទេអូត្រូវហើយស្អែកនេះពុកលើកកូនឲ្យគេហើយណាថាម៉េចកូននៅក្មេងណាស់ពុកម៉ែកូនម៉ារីណែតកូនមើលកូនស្រីគេក្នុងភូមិទៅមើលគេធំមិនតាន់មានគូអស់ហើយមិនក៏កូនភ្ញាក់ផ្អើលម្លេះហាកូនមិនតាន់ចង់រៀបការទេពុកម៉ែបានហើយកូនមិននិយាយទេកូនទៅក្រោយសិនហើយណាណែកូនស្រីហើយកូននេះចាំមែនតោះម៉ែវាបញ្ញាប់ទៅកូនយើងគង់តែស្ដាប់តាមខ្ញុំទេក្រៅពីជីវភាពក្រីក្រគ្រប់គ្នារស់នៅតាមទម្លាប់បុរាណអ្នកភូមិមានទម្លាប់មួយទៀតនោះគឺមនុស្សស្រីត្រូវតែមានប្តីទាំងវ័យក្មេងផងដែរខ្ញុំមិនអាចរៀបការទេព្រោះខ្ញុំមានគោលដៅមួយខ្ញុំមិនចង់ឲ្យភូមិនេះក្រីក្រអញ្ចឹងទេបើបែបនោះថ្ងៃមុខអញនឹងមានគ្រោះថ្នាក់ដោយសារជនខិលខូចចូលមកឆ្លៀតឱកាសមិនខានទេណែម៉ារីណែតអើយអង្គុយគិតអីហ្នឹងខ្ញុំជួបឯងលើកណាក៏ឃើញតែអង្គុយគិតបែបហ្នឹងតែរហូតហ្នឹងខ្ញុំកំពុងតែគិតធម្មតាគ្មានអីទេណែនាងខ្ញុំមានប្តីហើយណានាងឯងកាលណាយកប្តីនោះតើបអាយុ16ឆ្នាំខ្ញុំមិនតាន់ចង់មានប្តីទេបើនាងចង់បានប្តីនាងរៀបការមុនខ្ញុំចាណែតើនាងឯងគិតស្អីហ្នឹងមិនក៏មិនយកប្តីបែបនេះខ្ញុំវាដូចជាឆ្ងល់ណាស្រីស្អីខុសគេអញ្ចឹងនោះខ្ញុំមានគោលដៅរបស់ខ្ញុំហើយតើតែខ្ញុំសម្រេចវាសិនតើខ្ញុំគិតទៀតឈើតាមពិតនិយាយយល់ល្អទេមកដូចជាឯងនេះណាទោះថាចង់យកក៏គ្មានអ្នកចង់បានដែរមនុស្សស្អីទេផ្លឹកគិតអញ្ចឹងនោះថ្ងៃណាមួយខ្ញុំនឹងរកវិធីធ្វើឲ្យអ្នកភូមិមានជីវភាពធូរធារនិងមានចំណេះដឹងឲ្យតទៅបានចាំមើលចាស់វេលាស្អែកមកដល់គឺពិតជាមានកំឡោះម្នាក់បានដើរមកពិតមែនគាត់មាននំនេះជ័យចាលក្បាលជ្រូកផងដែរព្រោះគាត់មិនរេរាស្នេហ៍កូនពូចោមនោះអីជំរាបសួរពូមីងល្អហើយអ្នកកំឡោះអាយ៉ាមានរបស់របរច្រើនណាស់ណោះគឺមកតាមសន្យានោះអីពូមើលចុះខ្ញុំមិនឲ្យពូបាក់មុខទេនេះជាចំនួនច្រើនណាស់ណាក្មួយពិតជាលើកមុខមាត់គ្រួសារមីងមែនតែម្ដងហើយបាទមីងនិយាយអញ្ចឹងរួចចុះឯណាអូនម៉ារីណែតនោះតែនាងមិនមកទទួលអនាគតប្តីទេមែនទេគ្មានម៉ារីណែតទេគឺមានតែខ្ញុំនេះឯងអើយក្មួយម៉ានចានមកអបអរកូនម៉ារីណែតដែរមែនទេថាអញ្ចឹងក៏បានដែរតែថាខ្ញុំក៏ជាសង្សារបង្ធូនដែរបើម៉ារីណែតមិនយកនោះខ្ញុំយកបងចោះ
អូនដូចជាដឹងច្បាស់ណាស់ថាម៉ារីណែតមិនមកយកបង គឺពិតជាដឹងនឹងហើយនាងម៉ារីណែតគិតអីប្លែកសកម្មភាពចម្លែកខុសពីអ្នកភូមិតែម្ដងបើបែបនោះនាងមុខជាមិនយកប្តីផ្ដេសផ្ដាស់ទេ តែរឿងនោះវាអាស្រ័យទៅលើពូទេ តែខ្ញុំប្រកាសម្យ៉ាងនាងមុខជានៅត្នេគ្មានគូដល់ចាស់ប៉ិតប្រកាសណាចាំតែមើលចោះ លោកពូនេះមីងកូនកំមុំមិនចោះមកសោះតែនាងពិតជារត់គេចដូចជាអូនម៉ាន់យ៉ាននិយាយទេដឹង ណែចាំមិញហៅសិនណាកទូចអើយកទូចកូនម្ដាយ មើលចោះមកហើយអនាគតប្រពន្ធខ្ញុំស្អាតណាស់ តើមានរឿងអ្វីមែនទេពុកម៉ែមិនបានជាអ៊ូអស់ម្លេះ កូនស្រីនេះជាអនាគតប្តីកូនហើយណា ពុកលើកកូនឲ្យបរោះនេះមែនទេកូនមិនយកទេ ថាម៉េច អើយ ថាហើយថាឃើញដែរទេនាងអាចជាមនុស្សខុសគេគឺខុសគេហើយ នេះជាទម្លាប់ភូមិយើងទៅហើយមិនក៏កូនមិនយកប្តីអញ្ចឹងកូនចង់ឲ្យពុកម៉ែរងក្តីអាម៉ាស់មែនទេ ទោះថានេះជាទម្លាប់អ្នកភូមិតែខ្ញុំក៏មានទម្លាប់របស់ខ្ញុំដែរ តើទម្លាប់កូនជាស្អីហេតុអីក៏កូនចូលចិត្តធ្វើអីខុសគេអញ្ចឹងនោះ ទម្លាប់របស់កូនចង់ផ្សងព្រេងហើយក៏មិនចង់មានជីវភាពក្រីក្របែបនេះដែរបងធូនកុំយកវាអីណាមកយកអូនវិញទៅវានេះណាមកជាបិសាចមកចាប់ជាតិហើយបានជាបែបនឹងនោះ នាងមិនយកខ្ញុំក៏ហីចោះតែចាំទុកណាបើនាងគ្មានប្តីគ្មានទីពឹងនាងក៏មករកយើងឲ្យសោះតោះអូនម៉ាន់យ៉ាន ចាអ្នកប្តីនេះធុនខឹងណាស់ហេតុនេះគាត់ក៏បានដើរចេញទៅជាមួយម៉ាន់យ៉ានចំណែកពូចំវិញនោះក៏ខឹងដូចគ្នាដែរ កូនស្រីកូនដឹងតែស្រីណាមិនយកប្តីអ្នកភូមិគេចោទថាចង្រៃដែរទេ តែនេះគឺជាការគិតរបស់អ្នកភូមិទេគ្រាន់តែមិនតន់យកប្តីគ្មានអ្វីធ្វើឲ្យចង្រៃទេប៉ុកតែអ្នកភូមិជឿថាអ្នកណាប្រកែកមិនយកអ្នកនោះនឹងនាំគ្រោះកូនដឹងដែរទេម៉ែសប្តាហ៍ថ្ងៃនេះកំពុងតែមានគ្រោះទៅហើយតាថាម៉េចតើគ្រោះឯណាទៅមានស្រីតែខ្វះការច្នៃប្រឌិតរស់នៅពឹងទេវតារស់នៅជីវភាពក្រីក្រចំណែកប្រជាជនខ្វះចំណេះនេះហើយថាគ្រោះនោះ ពុកស្ដាប់មិនយល់ទេ ពុកម៉ែកូនមិនតន់រៀបការទេដរាបណែកូនមិនតន់សម្រេចបំណងនោះ តើបំណងកូនជាស្អី ผมមានការរីកចម្រើននិងរងចាំបរោះល្អផងដែរគោលបំណងកូនមិនក៏ខុសពីគេបែបនេះអ្នកភូមិលើគេមុខជាសើចំអកមិនខានទេការដែលគិតខុសពីគេធ្វើរឿងខុសពីគេនោះមុខជាមើលទៅចម្លែកអញ្ចឹងហើយតែលទ្ធផលមុខជាអស្ចារ្យមិនខានទេកូនអើយកូនមិនក៏បែបនេះវេលាចេះតែកន្លងទៅអ្នកភូមិមានជីវភាពកាន់តែលំបាកហើយចំពោះបញ្ហាតិចតួចវិញក៏មិនចេះដោះស្រាយសោះថែមទាំងពោលថានេះគឺជាការដាក់ទោសរបស់ទេវតាទៅវិញលោកមេភូមិស្ថានភាពភូមិយើងបើតែយ៉ាងនឹងនោះមុខជាវិនិច្ឆ័យអ្នកភូមិមិនខានទេអើយមិនដឹងថាទេវតាកំពុងតែចង់ដាក់ទោសខ្ញុំពីរឿងអីទេខ្ញុំដូចជាពិបាកចិត្តណាស់ មុខជាទេវតាដាក់ទោសអ្នកភូមិដោយសារនាងម៉ារីណែតមិនខានទេហើយតើនាងម៉ារីណែតបានធ្វើអីឲ្យទេវតាខឹងមែនទេ គឺនាងជាស្រីចង្រៃនាងជាស្រីមិនព្រមយកប្តីនាងតែងតែមានគំនិតខុសពីគេសកម្មភាពខុសគេរហូតនោះអី អើយមានន័យថានាងម៉ារីណែតជាដើមហេតុបកកកំហឹងដល់ទេវតាច្បាស់ណាស់របស់មេភូមិតើគិតបែបណាទៅវិញនោះ អញ្ចឹងមានតែដាក់ទោស តើមានទោសបែបណាទៅលោកពូមេភូមិ គឺបដិញ្ញចេញពីស្រុកយើងនោះហើយបើអញ្ចឹងទៅពេលនេះតែម្ដងទៅលោកពូត្រូវហើយអញ្ចឹងតោះទៅសម្រាប់គ្នាហើយនោះពួកគេក៏បានធ្វើដំណើរទៅផ្ទះពូចំនិងបានស្រែកហៅលឺថា ដេញស្រីនាំចង្រៃនោះចេញទៅ អើយមែនហើយដេញនាងចាញ់ទៅ តើមានរឿងអីនឹងលបងកុំធ្វើដូចជាមិនដឹងភូមិនេះរស់នៅវេទនាណាស់នេះក៏ព្រោះតែទេវតាដាក់ទោសនឹងហើយអើយទេវតាដាក់ទោសមានអីពាក់ព័ន្ធនឹងគ្រួសារខ្ញុំនោះនាងម៉ារីណែតនោះអីនាងមិនយកប្តីនាងធ្វើឲ្យទេវតាខឹងក្រោធទើបដាក់ទោសតែម្ដងថាហើយឃើញទេកូនស្រីឯងនាំរឿងទាល់តែបាន
អើយតើគិតបែបណាទៅពុកវា មានបែបណាគឺបដ ாய் តាមអ្នកភូមិចង់បាននោះហើយម៉ារីណែតអើយម៉ារីណែតមកនេះភ្លាមមក ចាប់បើកូននៅទីនេះ នាងឆាប់ចេញទៅស្រីដំគ្រោះចេញទៅព្រោះតែនាងមិនយកបរោះណាទៅទេវតាដាក់ទោសហើយនាងធ្វើឲ្យអ្នកភូមិរស់មិនបានសុខទេខ្ញុំយល់ហើយខ្ញុំមិនធ្វើឲ្យបងប្អូនពូមីងពិបាកទេខ្ញុំនឹងចាក់ចេញទៅចោះអើយចេញទៅស្រីដំគ្រោះហើយកុំឲ្យវិញអសោះនោះកូនស្រីកូនទៅចោះថែខ្លួនណាកូន ហើយមិនដឹងថាខ្ញុំសាងអីទេបានជាមានកូននាំគ្រោះដល់អ្នកភូមិបែបនេះនោះមិនបាច់លាទេចេញទៅ កូនស្រីកូនទៅចោះថែខ្លួនណាកូនវេលានោះម៉ារីណែតក៏អាឡ័យពុកម៉ែដែរតែនាងក៏ចាក់ចេញព្រោះនាងមិនអាចបកស្រាយនៃកំហឹងរបស់អ្នកភូមិទេកូននឹងជួយភូមិចេះឲ្យបានប្រសើរកូននឹងបង្ហាញថាការដែលមានបំណងប្រាថ្នានេះមិនចម្លែកនោះទេទោះបីជាអាឡ័យតែម៉ារីណែតក៏រីករាយព្រោះនាងគិតថានាងមានឱកាសបានស្វែងយល់ពិភពខាងក្រៅហើយពុកម៉ែខ្ញុំនឹងមកវិញជាមួយនឹងក្តីសង្ឃឹមថ្មីសូមជឿកូនចាស់ពីពេលនោះមកម៉ារីណែតក៏ធ្វើរឿងជាច្រើនទៅតាមគោលដៅដ៏ច្បាស់លាស់របស់នាងចុះភូមិវិញបន្ទាប់ពីគ្មាននាងតើគ្រប់យ៉ាងនឹងប្រសើរវិញដែរទេបងប្អូនខ្ញុំបានដឹងថាភូមិនេះមានរឿងគឺដោយសារតែនាងម៉ារីណែតតែពេលនេះទេវតាបានផ្ដាំមកថាគ្រប់យ៉ាងនឹងប្រសើរមិនខានតើលោកជានរណាដែរខ្ញុំគឺជាអ្នកនាំពាក្យរបស់ទេវតាព្រះអើយឮហើយរីករាយណាស់លោកអ្នកនាំពាក្យសូមលោកជួយណែនាំពួកយើងផងសូមស្ដាប់ណាពីពេលនេះតទៅត្រូវធ្វើស្រែមួយឆ្នាំ5ដងហើយត្រូវចាត់ចែងដាក់ក្នុងវាយទេវតាផងដែរថាម៉េចមួយឆ្នាំ5ដងពិតជាហត់ណាស់ណាលោកតើខ្លាចហត់ឬក៏ខ្លាចទេវតាខឹងនោះខ្ញុំមិនហ៊ានទេម្យ៉ាងទៀតស្រីពេញវ័យទាំងអស់ត្រូវទៅយកទៅថ្វាយទេវតាលុះត្រង់ស្កប់ស្កល់កាលណាទើបគេត្រឡប់ទៅវិញបានអើយចប់មកត្រូវថ្វាយទេវតាបែបនោះតើពួកគេនឹងអាចមានប្តីដែរទេលោកគឺពិតជាអាចម្យ៉ាងកូនស្រីគ្រួសារណាដែលទេវតាសពតិគ្រួសារនោះនឹងមានកិត្តិយសចម្រុងចម្រើនជាមិនខានព្រះអើយបើនៅកមុំប្រហែលជាល្អណាស់តែស្ដាយមានប្តីបាត់ម្យ៉ាងទៀតត្រូវថ្វាយរបស់ដែលអ្នកណារកបានឲ្យទេវតាមិនថាត្បូងមាសឬក៏គុជឡើយអ្នកនោះនឹងមានកិត្តិយសជាទីបំផុតបាទខ្ញុំយល់ហើយអ្នកនាំពាក្យម្ដងនេះភូមិយើងមុខចរិតចម្រើនសបោសបាយមិនខានទេលបងបាទគឺពិតមែនហើយពីពេលនោះមកអ្នកភូមិតែងតែថ្វាយស្រូវថ្វាយមាសថ្វាយប្រាក់ថ្វាយអង្ករតាមការកំណត់តរៀងមកហើយរឿងនេះធ្វើឲ្យពូសុងខ្លាចជាសេដ្ឋីភ្លាមមួយរំពេចថាទៅភូមិនេះពិតជាគ្មាននរណាឆ្លាតសោះទោះអញចង់ក្លុកកលែងយ៉ាងណាក៏មិនដែលដឹងមិនដែលសង្ស័យសំបីតែបន្តិចសោះតាមពិតពូសុងជាចោលទេតែឃើញថាអ្នកភូមិមិនឆ្លាតងាយជឿតើបគាត់ឆ្លៀតឱកាសប្រើល្បិចកែងយកប្រយោជន៍តែម្ដងទៅអញនឹងមិនទៅណាទេអញនឹងសោយសុកលើភាពល្ងងខ្លៅរបស់អ្នកភូមិនេះតទៅចុះវេលាកាន់តែកន្លងទៅគឺគ្មានអ្នកណាគិតថាពូសុងអាក្រក់ទេចុះម៉ារីណែតវិញនោះ3ឆ្នាំក្រោយមកតើម្ចាស់អូនពិតជាវិលត្រឡប់ទៅវិញមែនទេព្រះពើពីព្រោះខ្ញុំម្ចាស់ត្រូវនាំមន្ត្រីសេនានិងឈ្មោះទៅបណ្ដាក់ទុន
នឹងទិញផលិតផលអ្នកភូមិណាប្រពើ បងដឹងតែរងចាំបងចប់កិច្ចការសិនបានទេដល់ពេលនោះបងនឹងយាងទៅជាមួយម្ចាស់អូនចុះ អត់ទេប្រាប់អត្រេវេលានេះជាវេលាប្រមូលផលល្មមតែម្ដងដូច្នេះខ្ញុំម្ចាស់មិនចង់ឲ្យអ្នកភូមិពិបាកទៀតឡើយ តែបងពិតជាបារម្ភណាស់ សុំកុំព្រួយអីប្រពើខ្ញុំម្ចាស់មិនអីទេ បើបែបនោះសម្រេចតាមម្ចាស់អូនចុះពីពេលនេះទៅភូមិតូចនោះនឹងមានទំនាក់ទំនងទៅមកជាមួយអ្នកភូមិផ្សេងថែមទាំងបានរៀនសូត្រគ្រប់គ្នាផងដែរ ប្រពើម៉ារីណែតជានារីពូកែវ័យឆ្លាតរឹងមាំនិងមានគោលដៅច្បាស់ហើយព្រោះគុណសម្បត្តិទាំងនេះនាងក៏បានក្លាយជាព្រះជាយារបស់ព្រះបុត្រាតែម្ដងចម្លែកណាស់មិនក៏មើលទៅផ្ទះមួយក្នុងនោះស្អាតដាច់គេម្លេះតើមានអ្នកណាមកដឹកនាំភូមិឲ្យមានការប្រែប្រួលមែនទេម៉ារីណែតកើតមានចម្ងល់ណាស់ព្រោះផ្ទះហាក់មានការខុសប្លែកខ្លាំងពេកទាំងដែលផ្ទះអ្នកភូមិសុទ្ធតែក្រីក្រដដែលថ្ងៃនោះនាងចូលទៅមុខបន្តិចទៀតក៏បានឃើញថាមកជុំគ្នាអស់ហើយមែនទេលបងខ្ញុំបានយកស្រូវមកហើយបន្ថែមពីនោះក៏មានដុំមាសដែលរើសបានពីក្នុងអូមកជាមួយផងដែរចំណែកខ្ញុំមានស្រូវបន្ថែមពីនោះក៏មានរ៉ែមាសផងដែរ ចំណែកខ្ញុំគ្មានរ៉ែមាសឬក៏រ៉ែត្បូងទេមានតែស្រូវនិងនំនេកប៉ុណ្ណោះ ចំណែកខ្ញុំនិងអូនម៉ាន់យ៉ានមានគុជម្យ៉ាងស្អាតណាស់រើសមកពីក្បែរភ្នំឯណោះសូមលោកយកវាទៅថ្វាយទេវតាចុះល្អណាស់គ្រប់គ្នានឹងបានសុខសាន្តមិនខានរួចស្រីកមុំនោះតើបានហើយនៅលោកមេភូមិ ចាគឺខ្ញុំនៅទីនេះហើយខ្ញុំពិតជាចង់ជួបទេវតាណាសូមយកខ្ញុំទៅឲ្យលឿនឡើងទៅលោក ប្រសើរណាស់ចូលត្រឡប់ទៅវិញចុះចំណែកគ្រឿងដង្វាយនេះនឹងនាងកមុំខ្ញុំនឹងនាំយកទៅថ្វាយទេវតានាពេលបន្តិចទៀតនេះហើយ ឆាប់សិនសូមកុំធ្វើតាមគេអីគេកុហកទេគ្មានទេវតាអង្គណាមកទទួលអង្វាយឡើយកូនស្រីកូនពិតជាកូនស្រីមែនពិតជាកូនមែនណាពិតជាកូនមែនម៉ែរំភើបណា កុំខ្វល់អីខ្ញុំកាត់កាល់កូននាំចង្រៃនោះចោលយូរហើយនោះជាស្រីដែលនាំចង្រៃតើមិនក៏វាមកទៀតអញ្ចឹងបងប្អូននាំគ្នាចាប់នាងនោះបោះចូលក្នុងទឹកស្ទឹងបណ្ដែតទៅឆ្ងាយទៅចាប់នាងចងភ្លាម សូមស្ដាប់ខ្ញុំសិនតើបន្ទាប់ពីបណ្ដឹងខ្ញុំចេញពីភូមិនេះតើភូមិប្រែជាល្អកម្រិតណាដែរទេហើយតើបងប្អូនមានជីវភាពធូរធារដែរទេគឺនៅតែដដែលនឹងណាកូនស្រីម្ដាយក ុំនិយាយផ្ដេសផ្ដាស់ណាតិចទេវតាខឹងណាម៉ែវា ភូមិនៅតែដដែលសពបញ្ជាក់ថាមិនមែនមកពីខ្ញុំទេតែមកពីខ្វះការប្រើបញ្ញាតាមើលចាស់ដោយសារតែបែបនេះតបជន់ខលខើឆ្លៀតឱកាសបាននោះនាងកុំនិយាយតែផ្ដាស់ឃើញថាមានតែទេវតាទេគ្មានជនខលខូចណាឡើយគឺបរោះនេះនោះអីបងប្អូនមិនឃើញថាគេជាអ្នកមានដាច់គេទេមែនទេឃើញថាអ្នកភូមិហាក់ដូចជានៅស្ងៀមពូសុងខ្លាចការបោកលេងបានក៏បានប្រញាប់និយាយថា ទេវតាខឹងហើយទេវតាខឹងហើយទេវតាបានមានបន្ទូលថាចាប់នាងនោះដុតទាំងរស់ចាប់នាងភ្លាមទៅឲ្យលឿនឡើងនេះធួនចាប់វាទៅឲ្យឆាប់ឡើងបាទពូខ្ញុំក៏ជួយដែរ ពុកវានេះគឺជាកូនយើងណាពុកវាឈួតតែដឹងណែកុំចាប់កូនយើងអីណាអើយកូនស្រីកូនរត់ទៅណាកូនស្រីម៉ារីណែតែម្នាក់ឯងតែអ្នកភូមិច្រើនណាស់ហេតុនេះនាងមិនរួចខ្លួនទេមើលចាស់ពួកគេចង់នាងជាប់ទៅហើយ លោកអ្នកនាំពាក្យតើអាចដុតនាងនេះបានហើយនៅខ្ញុំស្អប់ស្រីនេះណាស់ ខ្ញុំក៏ស្អប់វាដែរដុតវាទៅឲ្យចប់រឿងកុំឲ្យវាមកបង្ហាញខ្លួនទៀត ដុតទៅ កុំអីណាកុំអីយើងជាព្រះបុត្រាអ្នកណាហ៊ានធ្វើបាបម្ចាស់ស្នេហ៍យើងអ្នកនោះត្រូវតែប្រហារជីវិតទាំងអស់
ព្រះបត្រាមែនទេគឺពួកទូបង្គំគ្រាន់តែចង់សម្លាប់ស្រីនាំគ្រោះនោះទេក្រាបទូលលោកនាហ៊ាននិយាយទៀតពួកលោកល្ងងខ្លៅជឿលើជនបោកប្រាស់គេនោះជាចោរទេអត់ទេខ្ញុំមិនមែនជាចោរទេអូយរត់ហើយអញហេតុថាភ័យពេកពូសុងខ្លាចត្រូវប្រហារជីវិតក៏បានរត់គេចចេញតែសេនាក៏មិនតិចឯណាដូច្នេះពូសុងសាងបាបកាលណាមានទោសក៏កាលនោះដែរភូមិនេះពិតជាដូចម្ចាស់អូនយើងមានបន្ទូលមែនមើលចោះក្រីក្រល្ងងខ្លៅរស់នៅមិនខុសពីសភាវគតិបែបសត្វទេថែមទាំងមានជំងឺខ្វះការពិចារណាទៀតទូលបង្គំដឹងខុសហើយក្រាបទូលមិនបាច់ដោះសារទេអ្នកណាបានធ្វើបាបអូនម៉ារីណែតអ្នកនោះមានទោសទាំងអស់អើយប្រាក់អើយខ្ញុំមិនរស់ទេយកពួកគេចេញទៅអស់ទៅកូនស្រីតាមពិតកូនពិតជាមានអំណងប្រាថ្នាច្បាស់លាស់មែនពុកគួរតែសរសើរកូនទៅត្រូវពុកមិនគួរណាស្អប់កូនខ្លួនឯងចឹងសោះលោកវិសទៅធ្វើឲ្យម្ចាស់អូនយើងមានគ្រោះថ្នាក់ទៅហើយដឹងទេទូលបង្គំដឹងខុសហើយក្រាបទូលព្រះបត្រាយល់ដល់ពួកគាត់ជាពុកម៉ែរបស់ខ្ញុំម្ចាស់សូមមេត្តាកុំដាក់ទោសបីអីព្រះប៉ាបានយើងយល់ដល់ម្ចាស់ស្នេហ៍យើងទេណាក្រាបទូលសូមអរព្រគុណណាកូនស្រីពុកអរគុណហើយណាម្ចាស់អូនពីពេលនេះតទៅអូនធ្វើតាមអំណងអូននៅក្នុងការជួយដល់ភូមិនេះចុះបងនៅពីក្រោយអូនជានិច្ចព្រះប៉ាទីបំផុតបំណងរបស់ម៉ារីណែតក៏បានคล้ายជាការពិតអ្នកភូមិបានរៀនសូត្រនិងបានធ្វើការប្រកបដោយភាពវៃឆ្លាតមានការនាំចេញផលិតផលជីវភាពធូរធារនិងមានសន្តិសុខរស់នៅសុខសាន្តតរៀងទៅនាតាមដងទន្លេមេគង្គក្នុងសម័យបុរាណមានភូមិតូចមួយរស់នៅអាស្រ័យដោយទឹកទន្លេនេះហើយបន្លែផ្លែឈើធម្មជាតិវិញមានហូបមាននាំចេញឥតខ្វះផងទៀតនិងមានរឿងមួយទៀតនោះតើអ្នកបានអ្វីក្នុងដៃហ្នឹងចាគឺផ្កាឈូកនឹងណារួចចោះអ្នកមិនស្គាល់ផ្កាឈូកទេអីចាស្គាល់តើអ្នកទិញនៅផ្សារឬក៏បេះក្រោយភូមិទៅវិញនោះចាគឺខ្ញុំបេះមុននេះឯងនៅមានច្រើនទៀតណាស់បើអ្នកចង់បេះនោះក៏ទៅបេះដែរទៅភ្លេចហើយមែនទេថ្ងៃនេះជាថ្ងៃសិលនោះអីអូយមែនហើយភ្លេចឲ្យឆឹងរវល់តែទៅបេះបន្លែលក់ភ្លេចគិតថាថ្ងៃនេះ15កើតខែពេញបរមីគិតទៅបេះផ្កាឈូកថ្វាយព្រះដែរសិនចាហើយយប់នេះនៅលើដងទន្លេមេគង្គមានពន្លឺភ្លើងហោះចេញពីក្នុងទន្លេទៀតផងប្រយ័ត្នអត់បានមើលអភូតហេតុដ៏កម្រនេះណាអើយមែនហើយអ្នកណាទៅភ្លេចទៅកើតនោះខ្ញុំរងចាំពេលវេលានេះយូរហើយថាទៅណាអ្នកខ្ញុំមកឮតែគេនិយាយថាមានពន្លឺហោះចេញមកតែមិនដែលបានឃើញសោះមិនក៏អ្នកមិនដែលបានឃើញអញ្ចឹងពេលគេផ្អើលម្ដងនោះអ្នកមិនដែលបានទៅមើលនឹងគេទេមែនទេចាគឺមែនហើយខ្ញុំអត់ដែលបានឃើញសោះព្រោះទៅតែមករស់នៅបានប្រហែលខែហ្នឹងអោះមែនហើយអ្នកអាកុំភ្លេចហៅខ្ញុំទៅមើលផងណាចាអ្នកនិយាយគ្នាហើយស្ត្រីទាំងពីរបានចែកផ្លូវគ្នាចំណែកកំឡោះនេះវិញក៏ចេះតែមានចម្ងល់នៅរឿងមួយតាំងពីតូចរហូតដល់ធំម៉ែតើយប់នេះជាថ្ងៃ15កើតពេញបរមីទៀតហើយមែនទេចាកូនរួចចោះកំឡោះកូនម៉ែនេះកូនទៅវត្តដែរទេយប់នេះជាថ្ងៃបុណ្យវិសាខបូជានៅវត្តមានពិធីថ្វាយផ្កាជូនព្រះសម្មាសម្ពុទ្ធណាកូនបានកូនទៅតែម៉ែតើបុណ្យវិសាខបូជាគេធ្វើដើម្បីរំលឹកដល់អ្នកណាទៅម៉ែមិនក៏មានបងប្អូនប្រពតរៀងមករហូតអញ្ចឹងគឺបុណ្យវិសាខធ្វើឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធប្រសូតព្រះពុទ្ធត្រាស់ដឹងនិងចូលបរិនិព្វានណាកូនជាវេលាសំខាន់ចំនួន3ផ្សេងខុសគ្នាតែមិនក៏សម្រេចថាយកថ្ងៃ15កើតអញ្ចឹងម៉ែក៏ព្រោះតែចំណុចទាំងនេះគឺចំថ្ងៃតែមួយពោលគឺថ្ងៃព្រះពុទ្ធប្រសូតត្រាស់ដឹងនិងបរិនិព្វានគឺចំថ្ងៃ15កើតដូចគ្នាអូគឺអញ្ចឹងទេអីម៉ែ
ចុះម៉ែរួចរឿងមួយនោះវិញនោះ រឿងអីទៅកូន ម៉ែតាហេតុអីក៏មានពលឺហោះពាសពេញផ្ទៃទឹកនាដងទន្លេមេគង្គក្នុងពេលរាត្រីបែបនេះ រឿងនេះមែនទេម៉ែក៏មិនដឹងច្បាស់ដែរណាកូនម៉ែគ្រាន់តែដឹងថាឲ្យតែមានថ្ងៃបុណ្យវិសាខបូជាតែងតែមានពន្លឺហោះចេញពីក្នុងទឹកមកប៉ុណ្ណោះ តាម៉ែធ្លាប់ឮខ្លះដែរទេថាអាចមានមកពីអ្វីនោះ តាំងពីដើមមកគ្រប់គ្នាបាននិយាយបន្តគ្នាថានោះគឺជាពន្លឺទេវតាខ្លះក៏និយាយថាជាដួងកែវនាបង្ហោះឡើងក្នុងបំណងបូជាថ្វាយព្រះពុទ្ធណាកូន បានម៉ែ បានហើយម៉ែទៅរៀបចំសិនណាហើយជប់នេះសឹមទៅមើលពន្លឺហោះចេញមកជាមួយម៉ែនិងអ្នកភូមិយើងជាមួយគ្នាណា បានម៉ែ ប្រណមថ្ងៃនោះមិនអស់ចិត្តសោះគាត់ដើរបណ្ដើរកាត់បណ្ដើររហូតដល់មាត់ទន្លេគាត់អង្គុយចុះនិងបាននិយាយម្នាក់ឯងថា តើពន្លឺនោះហោះចេញមកពីណាទៅណោះហើយតើមានមនុស្សធ្លាប់ចាប់ពន្លឺនោះបានទេហើយតើពន្លឺនោះអណ្ដែតឡើងក្បែរអ្នកស្រុកដែរទេណោះ គិតម្នាក់ឯងឆ្ងល់ម្នាក់ឯងតែគាត់គ្មានទទួលបានចម្លើយអ្វីទេរីឯរាត្រីកាលក៏បានមកដល់ដូចគ្នាអើយអ្នកខ្ញុំផ្ទះសានណាស់ខ្ញុំចង់ឃើញពន្លឺហោះចេញពីទឹកនោះខ្លាំងណាស់នេះចាខ្ញុំក៏ចង់ឃើញដែរ ចំណែកខ្ញុំក៏ចង់ឃើញដែរយប់នេះស្រាប់តែផ្ទះសាដូចអ្នកដែរតែម្ដងទៅហើយ លោកពូមេភូមិធ្លាប់ឃើញហើយនៅតែចង់ឃើញទៀតនោះពូនឹងហើយក្មួយអាភូតទៅហេតុចម្លែកអ្នកណាដែលថាមិនចង់ឃើញនោះសំខាន់ណាគឺពន្លឺនោះស្អាតណាស់ចង់តែចាប់ទុកទេ គ្រប់គ្នាបានចោលភ្នែកក្រឡេកសម្លឹងមើលទៅឆ្ងាយរហូតដាច់កន្ទុយនេត្រាលឺរាត្រីកាន់តែជ្រៅកាលណាឃើញថាពន្លឺក៏ហោះចេញពីទឹកមកមែនបងប្អូនអើយមើលចោះនោះគឺជាពន្លឺហោះចេញពីក្នុងទឹកទន្លេមកហើយនោះគឺមកហើយណាអើយព្រះអើយពន្លឺអីគេទៅណោះស្អាតណាស់មើលចោះពន្លឺប៉ិតជាហោះចេញពីផ្ទៃទឹកទន្លេប៉ិតមែនណា អស្ចារ្យណាស់សាធុសុំលៀបសុំជ័យផងទៅចុះ គ្រប់គ្នាបានត្រឹមមើលឃើញថានោះគឺជាភាពអស្ចារ្យដែលបានកើតឡើងចំណែកប្រណមវិញនោះមិនត្រឹមតែបែបនេះទេថែមទាំងឆ្ងល់អំពីដំហេតុទៀតផង តើទឹកអាចបង្កើតពន្លឺនោះចេញមកបានដោយរបៀបណាទៅតើនោះជាបាតុភូតធម្មជាតិឬក៏ជាដួងកែវនាគខ្ជាក់ចេញមកមែនទេដឹង ប្រណមបានដើរចេញពីចំណោមអ្នកភូមិជាច្រើនហើយគាត់នៅតែបន្តគិតនិងពិភាក្ករហូតដល់ភ្លេចខ្លួននិងបានទៅដល់កន្លែងមួយព្រមទាំងបានឃើញថា អូតើនោះជាពន្លឺអីមិនក៏ធំជាងពន្លឺដែលខ្ញុំបានឃើញមុននេះទៅទៀតអញ្ចឹងនោះមើលចុះថែមទាំងស្អាតទៀតផង មិនមែនជាពន្លឺធម្មតាទេតែនោះគឺជាពន្លឺរស្មី6ពណ៌ដែលបញ្ចេញពីរូបរាងកាយរបស់ព្រះនាងនាគមួយអង្គនោះឯង តើនារីម្នាក់នោះជានរណាមិនក៏មានលក្ខណៈខុសពីមនុស្សធម្មតាយ៉ាងនេះ នាងនាគមិនបានដឹងទេថាប្រណោមបានឃើញទ្រង់ហើយទ្រង់បានប្រែរូបរាងជានាគរាជឬក៏ហែលទឹកលេងយ៉ាងសប្បាយរីករាយ តាមពិតជានាគរាជមែនតាតែក្នុងទន្លេនេះពិតជាមាននាគរាជមែនណា ប្រណោមបានចូលកាន់តែចិត្តបន្តិចហើយគាត់ក៏រអិលជើងដួលចូលទឹកមួយទំហឹងធ្វើឲ្យនាងនាគបានដឹងនិងបាននិយាយថាអត់ទេមិនក៏មានមនុស្សនៅទីនេះតើគាត់បានឃើញរូបរាងនាគរបស់ខ្ញុំហើយមែនទេហេតុថាខ្លាចមនុស្សដឹងពីអត្តកំបាំងរបស់អំបូរនាគនាងនាគរៀបតែចោះទៅឋានបញ្ចុងនាគវិញហើយតែភ្លាមនោះទ្រង់ក៏បានសម្គាល់ឃើញថានោះគឺជាលោកតាអត់ទេខ្ញុំមិនអាចឲ្យគាត់ស្លាប់ទេខ្ញុំត្រូវតែជួយគាត់សិនទៅបេះមិនដឹងថាជានិស្ស័យអ្វីទេប្រណោមស្រាប់តែលេចទៅបាត់នៃផ្ទៃទឹកបាត់ទៅហើយដូច្នេះព្រះនាងមិនអាចជួយគាត់ឲ្យឡើងទៅលើគោគ្រានោះបានឡើយលោកដឹងខ្លួនឡើង តើទីនេះ
ជា នេះគឺជាឋានប្រជុំនេះណាលោក ថាម៉េច លោកស្ដាប់មិនច្រឡំទេហើយលោកក៏ជាមនុស្សទី1ដែរដែលបានមកដល់ទីនេះ ប្រសើរណាស់បើដូច្នេះខ្ញុំសុំសួរមួយសំណួរផងបានទេ បានលោកសួរមកចាស់ តើហេតុអីក៏មានពលឺហោះចេញពីក្នុងទឹកទន្លេមេគង្គយ៉ាងនេះ នោះគឺជាដួងកែវនេះដែលអំបូរនាគពួកយើងខ្ជាក់ដើម្បីបូជាដល់ព្រះពុទ្ធនាថ្ងៃវិសាខបូជានេះឯង តើពលឺនោះនឹងអាចឲ្យប្រជាជនចាប់បានទេ អត់ទេពួកគេជាមនុស្សធម្មតាហេតុនេះពួកគេមិនអាចទៅដល់ឬក៏ប៉ះបានឡើយ អូគឺអញ្ចឹងសោះណោះខ្ញុំយល់ហើយតែថាតើពនាងអាចខ្ជាក់ដួងកែវឲ្យទូមង្គមបានឃើញផងបានទេ លោកនេះមានសំណុំពរច្រើនដោយការណន់ចឹងបានហើយសុំលោកមើលចាស់ណាប៉ាត់ជាមែនហើយត្រង់ក៏ប្រែជានិករាជម្ដងទៀតរួចក៏បានខ្ជះដួងកែវឲ្យប្រណោមបានឃើញយ៉ាងជាក់ច្បាស់ទៀតផង ពិតជាអស្ចារ្យណាស់ បាក់ឲ្យប្រណោមរួចហើយនោះព្រះនាងនេះក៏បានសម្គាល់ឃើញអ្វីម្យ៉ាងកាន់តែច្បាស់ពីខ្លួនរបស់ប្រណោមទ្រង់ជ្រាបនិងបានពោលនឹងខ្លួនឯងថាតាមប៉ាត់លោកគឺជាមិត្តចាស់ដែលខ្ញុំធ្លាប់បានលេងជាមួយនាពេលអតីតកាលមិននឹកស្មានថាត្រឹមប៉ុន្មានថ្ងៃសោះលោកធំលឿនមែនទេ តើទ្រង់មានបន្ទូលថាម៉េច មានអ្វីនោះទេណាតែថាខ្ញុំហាក់មាននិស្ស័យនឹងលោកណាស់ក៏ប៉ុន្តែនៅទីនេះពេលលាគឺខុសគ្នាពេលឋានមនុស្សលោកត្រូវទៅវិញហើយ តែក្រែងទូមបង្គំទៅមកដល់មុននេះតើមែនទេ មែនតែសម្រាប់ឋានមនុស្សដូចជាកន្លងទៅរាប់ខែអញ្ចឹងលោកទៅវិញចាស់ម្ដាយលោកមកជាបារម្ភលោកហើយ មិនក៏ទ្រង់ដឹងតែទូមង្គមរស់នៅជាមួយម្ដាយបែបនេះតើទ្រង់ស្គាល់ទូមង្គមមែនទេ គឺមែនហើយ អញ្ចឹងតើទូមង្គមធ្លាប់ស្គាល់គ្នានឹងទ្រង់ពិតមែនណា ព្រះនាងនេះបានរៀបរាប់រឿងរ៉ាវទាំងអស់ធ្វើឲ្យប្រណោមស្ដាប់ហើយភ្ញាក់ផ្អើលជាខ្លាំងប្រណោមរំភើបនិងបាននិយាយថា ទូមង្គមមិននឹកស្មានតែក្មេងស្រីនោះជាទ្រង់សោះបើដឹងតែក្មេងនោះជាពនាងនេះទូមង្គមនឹងសួរសំណួរទាំងនេះតាំងពីយូរមិនទុកឲ្យឆ្ងល់ដល់ពេលនេះនោះទេ គ្រប់ចាស់កាត់ឡើងអាស្រ័យពេលនិងពេលលាដែរនឹងកាសដូច្នេះយើងមិនអាចបង្ខំឲ្យវាកាត់មុនការកំណត់ទេ ក្រាបទូលទូមង្គមយល់ហើយ បានហើយលោកទៅវិញចាស់លើកក្រោយបើមានឱកាសនោះខ្ញុំនឹងនាំលោកដើរលេងកំសាន្តនាឋានប្រជុំនាគណា ក្រាបទូល ព្រះនាងបាននាំប្រណោមមកដល់មាត់ច្រាំងនៃទន្លេវិញហើយទ្រង់ព្រមទាំងមានបន្ទូលទៀតថាលោកចូលដួងកែវនេះចាស់បើកាលណាលោកចង់មកលេងនឹងខ្ញុំនោះដួងកែវនឹងនាំលោកមកដល់ទីនេះមិនខានទេ សូមអរព្រគុណហើយក្រាបទូល លាព្រះនាងនេះហើយប្រណោមក៏បានដើរទៅផ្ទះវិញចំណែកនាយឆ្លូកក៏បានឃើញទស្សនភាពដ៏ភ្ញាក់ផ្អើលមួយនេះដូចគ្នាផងដែរ ការពិនអាបណំបាត់ខ្លួនទៅជាមួយនាងនាគសោះចង់ដឹងណាស់បើខ្ញុំអាចយកដួងកែវនោះពីវាបានខ្ញុំអាចទៅដល់ឋានប្រជុំនាគដែរអត់ណោះ គិតថានាយឆ្លូកក៏បានលោបតាមដានប្រណោមចប់រហូតព្រោះគាត់គិតថាឲ្យតែប្រណោមភ្លេចខ្លួនកាលណានោះគាត់នឹងលួចដួងកែវមកភ្លាមកូនម្ដាយកូនមកពីណាទៅម៉ែពិតជាបារម្ភកូនខ្លាំងណាស់ណាដឹងដែរទេ ម៉ែគឺកូនបានធ្លាក់ចូលឋានប្រជុំនាគណាម៉ែ កូនថាម៉េចតើមានរឿងអីកើតឡើងចំពោះកូននោះ បានម៉ែរឿងគឺ ប្រណោមបានពោលរៀបរាប់រឿងរ៉ាវដែលបានកើតឡើងទាំងអស់ហើយគាត់ក៏បានពោលប្រាប់អំពីដួងកែវផងដែរ ម៉ែមិននឹកស្មានថាមានរឿងយ៉ាងនេះចំពោះកូនសោះមកកូនសម្រាប់សិនទៅណាកូននេះឆ្លូកដែលតែងតែលបតាមដានមិនទៅណានោះទេលោកឃើញថាប្រណោមប្រហែលបន្តិចកាលណាគាត់ក៏បានលបចូលទៅនិងលួចដួងកែវបានសម្រេចផងដែរ បានហើយយើងសាកចោះទៅឋានប្រជុំនាគសិនទៅបាន នេះឆ្លូកបានជោគដួងកែវនោះទៅដល់ប្រជុំនាគមួយរំពេចហើយគាត់ក៏បានសម្គាល់ឃើញថា
អូហូព្រះអើយមើលចុះទីនេះពិតជាអស្ចារ្យខ្លាំងណាស់ នេះឆ្លូកសម្លឹងមើលចោះឡើងក៏បានបន្តនិយាយថា ត្រូវហើយបើខ្ញុំមិនយកវត្ថុដែលមានតម្លៃទាំងនេះទៅចាយវាយនៅឋានរបស់ខ្ញុំទេវាគួរឲ្យស្ដាយខ្លាំងណាស់ និយាយហើយនេះឆ្លូកក៏បានប្រមូលយកវត្ថុដ៏មានតម្លៃមួយចំនួនរួចក៏បាននិយាយម្នាក់ឯងបន្តទៀតថា វាគួរឲ្យស្ដាយណាស់បើមិនបានដើរមើលបន្តិចទៀតនោះពិតមែនហើយដើរទៅងាយអីបានមកដល់ឋានពជង្គនាគនោះ នេះឆ្លូកនិយាយហើយគាត់ក៏បានដើរមើលគ្រប់ច្រកល្ហកជាមួយនឹងអារម្មណ៍អំណរជាពន់ពេកនិងមិនគិតព្រួយបារម្ភអ្វីឡើយ ចាំមើលណាបើយើងដើរមើលអស់នឹងយកបានរបស់ដែលមានតម្លៃហើយយើងនឹងអួតប្រាប់គេថាយើងជាមនុស្សអស្ចារ្យដែលអាចមកឋាននាគបាន នេះឆ្លូកក្រោយយកបានមាសប្រាក់វត្ថុមានតម្លៃនិងយល់ថាបានដើរមើលគ្រប់សពអស់យ៉ាងនេះគាត់ក៏បានសម្រេចចិត្តថាទៅវិញហើយភ្លាមនោះ មិនក៏ខ្ញុំប្រែคล้ายជាចាស់ជរាយ៉ាងនេះមិនអាចទេ មែនហើយវេលានៅឋានបច្ចុប្បន្ននេះនិងឋានមនុស្សមិនដូចគ្នាឯណាដូច្នេះនេះឆ្លូកក៏បានប្រែជាចាស់ជរាខ្លាំងព្រមទាំងមិនអាចដើររួចផងទៀត អូយចុកឆ្អឹងចុកឆ្អែងណាស់តើធ្វើបែបណាអាចយកវត្ថុមានតម្លៃទាំងនេះទៅផ្ទះបានទៅឬមួយក៏ខ្ញុំត្រូវស្លាប់នៅទីនេះមែនទេ ធ្លងតើតាឯងមកពីឋានពជង្គនាគមែនទេនឹង គឺមែនហើយរួចចុះមិនក៏តាឯងដឹង រឿងអីដែលថាមិនដឹងនោះព្រោះខ្ញុំក៏មានបទពិសោធន៍ដែរហើយនេះកំពុងតែស្ពេយទ្រព្យរបស់ទាំងអស់នោះមែនទេ គឺមែនហើយថ្ងៃនោះគិតថាលួចពីតាឯងទៅឋានប្រជង្គនាគដឹងអីយកបានមាសប្រាក់មកហើយក៏ចាស់ជរាបែបនេះតែម្ដង នឹងហើយព្រោះតាឯងរវល់តែភ្ញាក់ផ្អើលពេកភ្លេចមកវិញឥឡូវនេះគ្រប់យ៉ាងប្រែប្រួលអស់ទៅហើយ ដំបងគិតថានឹងឆាប់មកវិញដែរតែអ្នកណាទៅដឹងនោះអើយតាហើយតាខ្ញុំស្ដាយណាស់ តើវាមានប្រយោជន៍អីទៅដែលមានរបស់ល្អហើយបែរជាមិនអាចប្រើការកើតនោះ មែនហើយមិនគួរណាខ្ញុំចុះទៅឋានប្រជង្គនាគសោះឥឡូវស្ដាយណាស់បែរជាខ្ជះខ្ជាយពេលវេលារបស់ខ្លួនឯងនៅឯឋានមនុស្សអស់រលែង កាលនោះបើឯងខ្ចីខ្ញុំក៏មិនថាអីដែរឥឡូវឃើញទេមិនទាន់បានរីករាយនៅឋានខ្លួនឯងពេញបរិបូរណ៍ផងក៏ចាស់អស់ទៅហើយ តើតាឯងមកចង់ចំអកដល់ណាទៀតមនុស្សកំពុងតែស្ដាយក្រោយនឹងហើយ សុំទោសណាខ្ញុំមិនមែនចំអកឲ្យតាឯងទេ ហើយនេះជាមេរៀនជីវិតមួយថាបើកាលណាមិនដឹងច្បាស់គួរគប្បីសួរគេជាមុនជៀសវាងស្ដាយក្រោយដូចជាខ្ញុំចឹង បានហើយមកខ្ញុំជូនតាឯងទៅផ្ទះ អើយទៅមិនរួចទេខ្ញុំប្រហែលជាអស់ជីវិតនៅក្នុងនេតិនេះហើយ មានកើតមានស្លាប់តាឆ្លូកគាត់ចាស់ណាស់ទៅហើយហេតុនេះគាត់ក៏បានអស់កម្លាំងសម្រាប់លងលក់ទៅពំភ្ញាក់ជារៀងរហូត តាអើយតាសូមតាទៅឲ្យបានសុខមុនខ្ញុំចុះមិនយូរទេ
ខ្ញុំច្បាស់ជាទៅតាមតាជាមិនខាន ប្រណមក៏ដូចគ្នាគាត់ក៏អស់ជីវិតក្នុងកាលនោះហើយវិញ្ញាណរបស់គាត់ក៏បានទៅកើតជាមនុស្សម្នាក់ទៀត20ឆ្នាំក្រោយមក ខ្ញុំនេសាទខាងនោះចុះទីនោះច្បាស់ជាមានត្រីធំធំណាស់ ប្រណមនេសាទចោះនេសាទឡើងតែជាអកុសលនោះខ្យល់ក៏បានគួចបក់គាត់បណ្ដាលឲ្យគាត់មិនអាចទប់ខ្លួនជាប់នោះទេ តើមានរឿងអីអញ្ចេះ ប្រណមមិនអាចទប់ជាប់ទេទីបំផុតគាត់ក៏បានធ្លាក់ទឹកហើយនាងនេះជាថ្មីនោះក៏បានជួយសង្គ្រោះគាត់ដោយជាតិមុនម្ដងទៀតលោកដឹងខ្លួនមកលោកអស់អីហើយណាលើសំឡេងដល់ពីរោះនេះកាលណាប្រណមក៏ដឹងអាត្មាឡើងមកប្រណមឃើញហើយភ្ញាក់ផ្អើលនិងបានពោលសួរថា តើត្រង់ជា ខ្ញុំគឺជាព្រះនាងនេះ ថាម៉េចនេះខ្ញុំបានជួបរឿងដូចជាលោកតាខ្ញុំដែរមែនទេ តើបែបណាទៅវិញនោះ កាលនោះខ្ញុំកើតមិនទាន់លោកតាទេតែពុកជាអ្នកប្រាប់ពុកមានប្រសាសន៍ថាកាលនោះលោកតាខ្ញុំក៏ធ្លាប់មាននាងនាគជួយសង្គ្រោះគាត់ដែរ លោកមើលជូរទៅហាក់ដូចជាលោកតាលោកណាស់ ត្រូវហើយពុកម៉ែក៏តែងតែនិយាយបែបហ្នឹងមករហូតហើយក៏ដាក់ឈ្មោះខ្ញុំថាប្រណំដូចជាលោកតាទៀតកាលនោះពុកសង្ស័យថាលោកតាចាប់ជាតិជាខ្ញុំទៀតផង គឺប៉ាត់ហើយលោកគឺជាលោកតាលោកនឹងហើយ ថាម៉េចតើត្រង់បានដឹងអីខ្លះពីខ្ញុំមែនទេ គឺប៉ាត់ជាដឹងលោកជាលោកតាលោកនឹងហើយក៏ជាលោកតាអមតៈដែរគ្រានោះសំឡេងស្ដេចនាគក៏បានពោលឡើង បុត្រីកុំមានបន្ទូលជាមួយអតីតម្ចាស់ស្នេហ៍ឲ្យសោះបើមិនអញ្ចឹងទេបុត្រមិនអាចមកឋានប្រជង្គនាគវិញបានទេណា តែបិតាបុត្រពិតជារងចាំគាត់ច្រើនជាតិមកហើយណា តើបិតាពិតជាមិនអាចរារាំងស្នេហាបុត្របានទេមែនទេ សូមព្រះបិតាព្រះរាជាទានទោសដល់បុត្រផង បានបើអញ្ចឹងបុត្រនៅឋានមនុស្សជាមួយបរោះនោះលុះអស់អាយុចុះត្រូវចាំណាបុត្រមិនមានសិលអ្វីទៀតទេហើយបុត្រក៏រស់ចាស់ជរាមានជំងឺដូចជាមនុស្សទូទៅផងដែរ ព្រះពោព្រះបិតាបុត្រត្រូវយល់ហើយអស់អាយុនៃឋានមនុស្សកាលណានោះបុត្រនឹងវិលទៅវិញហើយព្រះពោ បិតាសូមជូនពរបុត្រឲ្យមានសុភមង្គលរហូតតទៅចុះលាហើយណាបុត្រីជាទីស្រឡាញ់របស់បិតា សូមថ្វាយបង្គំលាបិតាសូមឲ្យទ្រង់មានសុខភាពល្អសូមថែរក្សាព្រះកាយផងណាព្រះពោ ព្រះនាងតើមុននេះព្រះនាងមានបន្ទូលថាទូលបង្គំជាអ្វីនឹងព្រះនាងដែរទៅក្រាបទូល ពួកយើងជាទីស្រឡាញ់នឹងគ្នាណាស់លោកចាំបានទេ ទូលបង្គំទៅទៅជួបទ្រង់លើកទី1ទេធ្វើម៉េចនឹងចាំថាទ្រង់ជានរណានោះក្រាបទូល មិនអីទេយូរទៅនឹងចាប់វិញហើយខ្ញុំសូមរស់នៅជាមួយលោកផងបានទេព្រោះខ្ញុំអត់មានសិលនឹងអាចត្រឡប់ទៅវិញបានទេ បាននេះជាកិត្តិយសធំណាស់សម្រាប់ទូលបង្គំសូមស្ដេចយាងក្រាបទូលទូលបង្គំនឹងសងគុណទ្រង់វិញឲ្យបានល្អជាទីបំផុត ចាឡោះពេលនេះកន្លងទៅម្ដងបន្តិចម្ដងបន្តិចពួកគេកាន់តែមានចិត្តលើគ្នាទៅវិញទៅមកហើយចុងក្រោយពួកគេក៏បានរៀបការរស់នៅជាមួយគ្នាសុខសាន្តតរៀងទៅ